ជំរាបសួរលោកគ្រូខ្ញុំឈ្មោះហេងអ៊ូឡុងហើយខ្ញុំមកពីក្រុមទី7ដែលសមាជិកខ្ញុំមាន4នាក់ហេងអ៊ូឡុងហានរ៉ាប៊ីជាច័ន្ទវិញ្ញានិងលីមគីទីថ្ងៃនេះយើងនឹងបង្ហាញអំពី matrix ទាំង5ដែលមាននៅក្នុង CPU អញ្ចឹង matrix ថ្ងៃនេះខ្ញុំបង្ហាញអំពី matrix ID អ្វីដែលជាភាគរយ ID ភាគរយ ID គឺតំណាងឲ្យ CPU idle គឺគេប្រើវាដើម្បីវាស់ថាតើ CPU យើងកំពុងតែជាប់រវល់ប៉ុណ្ណាវាកំពុងតែ run tag ច្រើនឬក៏វាអត់មានអីការងារទៅធ្វើសោះអញ្ចឹងបើសិនជាភាគរយ ID យើងកើន90 98ឬក៏80ជាងអីភាគរយកាន់តែខ្ពស់បានន័យថា CPU យើងអត់សូវមានអីការងារធ្វើច្រើនណាស់ទេវាអត់សូវចរវល់ទេចំណែកបើសិនជាភាគរយ ID ថាចុះទាប10 20 30ទាបមានន័យថាភាគរយ ID មានថា CPU យើងកំពុងតែធ្វើការច្រើនអញ្ចឹងដើម្បីមើលថាតើ CPU យើងជប់រវល់ឬមិនជប់រវល់ធ្វើការ run tag ខ្លាំងដល់កម្រិតណាយើងគ្រាន់តែ command top .d ហើយលេខ1មានន័យថាវានឹង refresh display នឹង every 1 second អញ្ចឹងឬក៏យើងអាច comment ចា top ក៏បានដែរអូខេអញ្ចឹងយើងឃើញថានៅកន្លែងបន្ទាត់ CPU នេះយើងឃើញនៅ matrix ជាច្រើនមាន matrix US មាន SY មាន NI មាន ID ជាដើមអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីភាគរយ ID ដោយយើងក៏លេខទៅមើល skin របស់ខ្ញុំឃើញថាភាគរយ ID ខ្ញុំកើនដល់82ទៅ90 92 82 90វាបង្ហាញថា CPU របស់ខ្ញុំមិនធ្វើធ្វើការខ្លាំងណាស់ដែរបើយើងក៏លេខទៅមើល CPU ប្រសេសខាងក្រោមនេះប្រសេសខ្លះ0000ប្រសេសខ្លះតែ10ជាងប្រហែលថា2ចឹងទេខ្ញុំថា CPU ខ្ញុំមិនសូវធ្វើការខ្លាំងណាស់ណាប្រហែលទេវាអត់សូវមានការងារអីទៅរ៉ាន់ឥឡូវយើងក៏លេខទៅមើលភាគរយ SY ភាគរយ SY ខ្ញុំតែ3.4អីទេតើអ្វីទៅជាភាគរយ SY ភាគរយ SY ពីពេញមកពី system CPU ភាគរយ SY គឺតំណាងឲ្យពេលវេលាដែល CPU ចំណាយពេលក្នុងការគណនាឬក៏ធ្វើអីមួយនៅក្នុង kernel level operation អ្វីដែលជា kernel វាគឺជា OS core មួយដែលវាមានតួនាទីអាចឲ្យ application អាចមានតំណែងជាមួយនឹង hardware មានន័យថានៅពេលដែលយើងវា command ឬក៏យើងបើកកម្មវិធីមួយវាមិនអាចទៅ connect ជាមួយនឹង CPU RAM បានដោយផ្ទាល់ទេវាត្រូវឆ្លងកាត់នៅ kernel នៅ request ទៅកាន់ CPU ដូច្នេះពេលដែលយើងឃើញ CPU ធ្វើការខ្លាំងមានន័យថាវាកំពុងតែដោះស្រាយនៅក្នុង kernel វាផ្ញើមកច្រើនដូចគ្នាអូខេឥឡូវដើម្បី check មើលថាតើធ្វើម៉េចឲ្យភាគរយ SY កើនយើងគ្រាន់តែវា comment មួយអូខេជប់ក្នុងនេះយើងឃើញគ្រាន់តែវា comment នេះខ្ញុំ dd if diff 0ហ្នឹងមានន័យថាខ្ញុំdiff 0និង diff now វាគឺជា kernel device មួយអញ្ចឹងខ្ញុំចាប់ផ្ដើម read និង write copy byte 000 byte ដដែលហ្នឹងទៅកាន់ diff now ដែលជា kernel device មួយដែលវានឹង discard all អត្ថន័យហ្នឹងចោលអញ្ចឹងវាអត់មានប៉ះពាល់ដល់កាន់ disk យើងទេតែវានឹងធ្វើការ repeat ដដែល read copy write read copy write read copy write ដដែលដែលធ្វើឲ្យភាគរយ SY នឹងមានការកើនឡើងឥឡូវខ្ញុំ run អូខេបន្ទាប់ពីខ្ញុំ run យើងឃើញនៅក្នុង screen នេះយើងឃើញនៅក្នុង screen ភាគរយ SY ខ្ញុំកើនដល់12 14នេះចំណែកឯភាគរយID ខ្ញុំវិញធ្លាក់ចុះហើយនៅសល់តែ54ម្ដង54ម្ដង60ម្ដង20អញ្ចឹងបានន័យថាភាគរយ system CPU របស់ខ្ញុំគឺកើន10មិញ12 3តែឥឡូវកើនដល់12 14អីហើយអញ្ចឹងមានន័យថាCPU ខ្ញុំកំពុងគណនានៅក្នុង kernel level ហ្នឹងខ្លាំងគួរសមដែរនៅពេលដែលខ្ញុំ run កូដមកបន្ទាន់ហ្នឹងតើអ្វីគឺជា US ដែលមាននៅក្នុង CPU US ដែលមាន CPU គឺជាចំនួនភាគរយដែល CPU ចំណាយទៅលើការ run នៅ user level program so user level program មានអីខ្លះវាមានដូចជាពួក application ពួក script ពួក game ពួក code អីជាដើមដែលយើងកំពុងឃើញនេះដែលយើងកំពុងឃើញនេះគឺជា Python program មួយដែលវានឹង run C នៅមួយខនៃ virtual box ដែលរបស់ខ្ញុំដែលក្នុង virtual box នេះវាមានចំនួន6ខអញ្ចឹងមានថាបើសិនមកខ្ញុំ run អានេះអញ្ចឹងមានថាវា C ប្រហែលជា 16% ហើយនៃ CPU ទាំងអស់ហើយអានេះគឺជាចំនួនលេខជាក់ស្ដែងដែលបង្ហាញអំពីចំនួនCPU ដែលវាកំពុងប្រើទៅនឹង user level program application ហើយយើងអាច run program នេះso US វាអាចឡើងឬចុះនៅពេលដែលយើង run នៅ program ដែល user level program so អានេះបើសិនមកខ្ញុំ run អានេះវានឹងមានការកើនឡើងវាប្រកាសជាមានការកើនឡើងនៅនឹង US ដែលមាននៅមុខនេះអញ្ចឹងយើងអាច run វាបានដោយប្រើនៅ command
Python 3 CPU US py ចុច py អានេះ run នៅក្នុង background so នៅពេលយើង run ចុះមានន័យថាយើងនឹងឃើញនេះគឺជា Python program ដែលយើងបាន execute មិញអញ្ចឹងមានន័យថានៅពេលយើង run អញ្ចឹងមានន័យថា US វាកើនឡើងដោយសារគេដោយសារតែវាកំពុងតែប្រើប្រាស់ដោយសារតែ Python 3 នេះគឺជា user level program អញ្ចឹងវានឹងមានការកើនឡើងរហូតទៅដល់ 16% ហើយនៅពេលដែលយើងអាច execute ម្ដងទៀតចាំមានថាវានឹងកើនឡើងរហូតទៅដល់ចំនួន33% ជាដើមនេះដូចយើងឃើញមុខអញ្ចឹងហើយនៅពេលយើងក៏អាចកត់សម្គាល់ថានៅពេលដែល US កើនចាំមានថា ID ឬចំនួន ID គឺមានការថយចុះតាមហ្នឹងហើយយើងក៏អាច kill program នេះបានយើងចង់ដឹងថាតើនៅពេលដែលវា kill តើជាងឈប់ execute នៅprogram មួយតើវាមានការធ្លាក់ចុះឬក៏កើនឡើងយើងអាចប្រើ command kill ភាគរយ 1 អញ្ចឹងយើងឃើញថានៅពេលដែលយើង kill នៅ program ទី1របស់យើងនេះអញ្ចឹងមានន័យថាវានឹងមានការបាត់តែហើយចំនួន US ដែលមាននៅមុខនៅ US នេះឃើញថាវាមានការធ្លាក់ចុះរហូតដល់ 13% វិញបាន so អ្វីដែលយើងគួរយល់អំពី US វិញគឺUS វា run វាមានការកើនឡើងឬថយចុះនៅពេលដែលមានការ run ឬក៏មានការ delete នៅuser level program ដូចជាពួក application ឬក៏ពួក script ជាដើម Okay, so now let's start the NR period NI metric demonstration. So what is period NI metric in CPU metric នៅក្នុង CPU metric period NI metric វាគឺជា metric មួយដែល represent CPU time spent on user processes with lower priority due to a positive nice value ហើយចំពោះpriority range របស់វាតកតងទៅនឹង nice value ហ្នឹងគឺ range from -20 to +19 ហើយចំពោះតម្លៃnice value របស់វាហ្នឹងកាលណាដែល priority វាកាន់តែខ្ពស់អាហ្នឹងបានន័យថាវាកាន់តែទាបអញ្ចឹងដូចដែលនៅខាង Windows ខាងស្ដាំនេះគឺខ្ញុំចាប់ផ្ដើមពីការ write command នេះដែលដើម្បីចាប់ផ្ដើមនៅ normal priority CPU intensive process ដែលតកតងទៅនឹង repeat time ហើយនៅក្នុងដែរពេលដែលយើងចាប់ផ្ដើម command ហ្នឹងគឺវា generally វាចាប់ផ្ដើមពី nice value វាគឺស្មើ0ដោយដែលយើងឃើញនៅកន្លែងនេះគឺ PID វា645និង648អញ្ចឹងបើយើងមើលនៅក្នុងនេះ645និង648គឺ nice value របស់វាគឺ00ដោយសារតែយើងអត់បាន set អីដោយឡែកចំពោះបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមធ្វើការ set nice value ទៅកាន់វាអញ្ចឹងពេលដែលយើង set nice value ទៅកាន់វាតាមដែលយើងចង់បានឥឡូវនេះគឺខ្ញុំ set ដាក់10អញ្ចឹងពេលដែលយើង set ហើយវានឹងបាន PID មួយទៀតកន្លែងនេះ command run មួយទៀតគឺ679ដែលនៅក្នុងហ្នឹងយើងអាចមើលនៅក្នុងនេះបានគឺ nice value របស់វាគឺ10ហើយនៅពេលហ្នឹងដែរគឺអាចចំនួន priority នេះគឺវាកើនទៅដល់30ដែលនៅក្នុងហ្នឹងមានន័យថាបើសិនជា20វាធ្វើការ normal ដូចគេធម្មតាទេតែដល់ពេល30វា lower priority វិញចឹងបន្ទាប់មកទៀតយើងទៅមើលនៅខាងលើនេះដែលបង្ហាញពី CPU core ចឹងនៅក្នុងកន្លែងនេះយើងអាចមើលឃើញថាចំពោះ CPU 0134នៅពេលដែលវា load ម្ដងហ្នឹងវា show almost ពេលខ្លះវា almost 100% US ចឹងបានន័យថា this core វា fully used by normal priority processes ដោយឡែក core ផ្សេងទៀត mostly ID
ដែលនៅក្នុងនោះវាសិតយើងអាចមើលឃើញបានថាវា high ភាគរយ ID ចឹងនៅក្នុងនឹងដែរអីដែលយើងកត់សម្គាល់មួយទៀតគឺតកតងទៅនឹង priority scheduling នៅក្នុង tree normal priority processes NI nice value ស្មើ0ដែលយើងបានធ្វើពីដើមមកហ្នឹងគឺវាយក full control of available core មកហើយបន្តមកទៀតscheduler វាក៏បានវា give very little time to the nice process nice process ដែលយើងឲ្យវា nice value n ស្មើ10ហ្នឹង and this perfectly demonstrate the purpose of PRNI and nice value mechanism យើងនិយាយពី background or low important task can run without interfering with higher priority work improve system responsiveness as well ចឹងយើងចូលមកចំណុចបន្ទាប់គឺ WA វាគឺជាចំនួនភាគរយនៃ CPU វាធ្វើការរងចាំទៅលើ operation input ឬក៏ output និយាយខ្លីទៅគឺ CPU វានៅដំណើរការធម្មតាគ្រាន់តែធ្វើការវានឹងរងចាំទៅលើ operation input ឬក៏ output ហ្នឹងវាចប់បានវាដំណើរការទៅមុខអញ្ចឹងមកថាយើងមកមើលទៅ WA ហ្នឹងបើសិនជាយើងអត់មាន insert អីចូលទេវានៅភាគរយវានៅទាបហើយចំពោះកន្លែង ID នឹងវិញវានៅខ្ពស់ដោយសារតែយើងអត់ទាន់មាន task ឲ្យ CPU នឹងដំណើរការអញ្ចឹងវានៅខ្ពស់បើសិនជាយើងឲ្យ task អីមួយឲ្យ CPU នឹងធ្វើវានឹងចុះទៅទាបវិញអញ្ចឹងឧទាហរណ៍ថាយើង insert 1000 row ឬក៏10000 row ចូលក្នុង SQL កន្លែង WA ហ្នឹងវានឹងកើនឡើងខ្ពស់ហើយកន្លែង ID ហ្នឹងវាចុះទាបទៅវិញអញ្ចឹងយើងយកធ្វើការមកតេស្តមើលក្នុង command នេះអញ្ចឹងចំពោះ command ហ្នឹងវានឹង write file 5G ចូលទៅក្នុង disk របស់យើងអញ្ចឹងយើងយកមកសង្កេតឃើញថាកន្លែង WA ហ្នឹងវានឹងកើនឡើងខ្ពស់ហើយកន្លែង ID ហ្នឹងវានឹងចុះទាបវិញដោយសារយើងឲ្យធ្វើការ read file ហ្នឹងវានឹងចុះទៅទាបវិញហើយនឹងរងចាំរហូតដល់បើសិនជាវាoperation ហ្នឹងវាចប់កន្លែង WA ហ្នឹងវានឹងវិលមក 0% វិញហើយកន្លែង ID ហ្នឹងវាមក 90% វិញដោយឃើញថាកន្លែង operation នេះបានចោលហើយកន្លែង WA ហ្នឹងគឺមិនចោះទាបមែនហើយកន្លែង ID កើនឡើងមកវិញអញ្ចឹងចំពោះចំណុចនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេ